ជំរាបសួរបងចាជំរាបសួរលោកគ្រូបាទអនុញ្ញាតសូមស្គាល់ឈ្មោះនឹងទីតាំងរបស់បងផងនៅភូមិឃុំអីដែរបងចាខ្ញុំឈ្មោះហុលសុផានខ្ញុំនៅភូមិពាំងគៀតស្រុកបាសាតខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺចាបាទលោកគ្រូចង់ដឹងបងបន្តិចមុនបងពិសាយកវិហូបមកព្យាបាលមកដោះស្រាយមកហូបនេះបងមានអាការៈទឹកទុកអីខ្លះដែរខ្ញុំឡើងជាតិឆ្កលោកគ្រូឡើងជាតិស្ករចាជាតិស្ករបងមិនមែនដែរកាលហ្នឹងខ្ញុំឡើងជាតិឆ្កឡើង400ជាង400ជាងចាពិបាកទេបងកាលហ្នឹងពិបាកក្នុងខ្លួនណាលោកគ្រូពិបាកខ្ញុំគេងអត់លក់ទេខ្ញុំពិបាកក្នុងខ្លួនខ្ញុំគេងអត់លក់ធ្វើទុកបងមិនខ្លះដែរបង400ជាងខ្ញុំឈឺចកេះឈឺឆ្អឹងខ្នងហើយឆ្ពឹកដៃឆ្ពឹកជើងហើយត្រឹមជង្គង់ទៅក្រោមហ្នឹងគឺឆ្ពឹកអត់មានដឹងជើងដឹងដៃទេចុងដៃចុងជើងឆ្ពឹកតែជិះហ្នឹងហើយលែងមានដឹងដៃដឹងជើងហើយឆ្ពឹកហ្នឹងបែបម៉េចដែរបងឆ្ពឹកយើងដើរកើតអីកើតទេកាលហ្នឹងឆ្ពឹកដើរកើតប៉ុន្តែគ្រាន់តែថាយើងរៀងឆ្ពឹកដើររឿងឆ្ពឹករាងហើយជង្គង់នឹងឈឺតាមជង្គង់ទៀតចាហើយជង្គង់ដល់បើពេលយើងដើរទៅយើងតើមានលន់ផោះទៅប៉ុន្តែរួចបើអញ្ចឹងឯងបើអត់លន់ផោះឲ្យយើងនៅរៀងគាំងនៅក្នុងជាប់ដើរអត់កើតទេបាទចាហើយក្រៅពីនឹងមកមានធ្វើទុកអីទៀតទេម្រាមដៃកញ្ញដៃអីណាម្រាមដៃម្រាមជើងឆ្ពឹកចុងដៃនឹងឆ្ពឹកមានដឹងដៃទេហើយចុងជើងម្រាមជើងឆ្ពឹកតិចអត់មានដឹងជើងដឹងដៃអីទេបាទចាហើយមានចេះថាបងសាឈឺចកេះហ៎បងហ៎ចាហ្នឹងហើយមានប៉ះពាល់លើមានធ្វើទុកអីឲ្យបងនូបាត់ជើងតូចញឹកញាប់អីទេកាលហ្នឹងខ្ញុំរៀងបាត់ជើងញឹកដែរកាលបាត់ជើងញឹកពេលឈឺចកេះហ្នឹងបាត់ជើងញឹកហើយឈឺឆ្អឹងខ្នងហ្នឹងខ្ញុំដេកលក់ទេយប់ឈឺខ្ញុំលមៀលចុះលមៀលឡើងខ្ញុំឈឺខ្ញុំពិបាកគ្រាចណាស់ដេកលក់ទេមិនយប់ឈឺអស់ហើយជើងក៏ឆ្ពឹកដៃក៏ឆ្ពឹកចុងដៃចុងជើងឆ្ពឹកមានដឹងដៃដឹងជើងទេហើយចកេះហ្នឹងឈឺហើយឆ្អឹងខ្នងឈឺយប់ជួងកាលយប់ឡើងតែនោមមានបានតែដេកអីទេបើដេកលក់វាឈឺវាចុកពេកបានចាដល់អរគុណបងហើយមុនបងពេលដែលបងបានបាទស្គាល់វីហូបនេះស្គាល់តាមរយៈណាដែរបងវីហូបនេះខ្ញុំអូសទូរស័ព្ទមើលលោកគ្រូមួយតាម Facebook តាមទូរស័ព្ទចាខ្ញុំអូសទូរស័ព្ទមើលខ្ញុំមើលអញ្ចឹងទៅឃើញលោកគ្រូអ្នកគ្រូគាត់ប្រកាសគាត់អីនិយាយពីជំងឺថាឆ្ពឹកដៃឆ្ពឹកជើងអញ្ចឹងទៅឈឺចកេះឈឺឆ្អឹងខ្នងលើសជាតិឆ្កអីចឹងទៅអាចហូបបានហើយខ្ញុំក៏អត់ទាន់ទិញទេមុនដំបូងខ្ញុំអត់ទាន់ទិញទេភ្លាមទេខ្ញុំអត់ទាន់ទិញភ្លាមទេមូលហេតុអីបានអត់ទាន់ទិញកាលហ្នឹងខ្ញុំគិតថាអត់ទាន់ជឿអត់ទាន់មានជំនឿអត់ទាន់មានជំនឿព្រោះអីប្រើប្រាស់ថ្នាំច្រើនដែរហើយអត់បានផលទេចាអត់បានផលដល់ពេលចេះតែអូសទៅចឹងទៅដូចជំងឺត្រូវដល់ឆ្នាំត្រូវជំងឺអញដល់ហើយចាំមើលទៀតហើយជា2 3ខែលោកគ្រូបានខ្ញុំហ៊ានបថុយហ្នឹង2 3ខែចា2 3ខែផាយ2 3ខែហ្នឹងសាកតែពេលហ្នឹងកំពុងឈឺខ្លាំងហើយ2 3ខែហ្នឹងឈឺខ្ញុំដេកលក់ទេខ្ញុំដេកលក់ទេមកយប់ខ្ញុំដេកលក់ទេខ្ញុំឆ្ពឹកដៃឆ្ពឹកជើងហ្នឹងខ្ញុំឈឺជង្គង់ខ្ញុំដេកលក់ទេមកយប់ខ្ញុំគិតតែពីនោមហើយដល់ពេលលោកឃើញអូទៅឃើញលោកគ្រូអ្នកគ្រូគាត់និយាយអញ្ចឹងទៅបថុយចាខ្ញុំបថុយខ្ញុំទៅទិញជាឈុតតូចទេឈុតតូចទៀតចាខ្ញុំទិញឈុតតូចទេបាទភាសាអស់ប្រហែលប្រទេសប្រហែលគ្រាប់ដែរបានដឹងថាស្រួលធូរខ្លួនហ្នឹងខ្ញុំហូបអស់ប្រហែលជាមកប្រទេសបានផលបានផលទៅលើអីមុនគេដែរបានផលទៅលើលេងឆ្ពឹកដៃឆ្ពឹកជើងចុងដៃចុងជើងលេងឆ្ពឹកហើយដឹងដៃបដាចាយើងពេលយើងធ្វើចេះទៅដឹងចុងដៃវិញហើយលេងឆ្ពឹកហើយបាទចាលេងឆ្ពឹកចុងដៃចុងជើងហើយជើងជង្គង់ក៏លេងឈឺដែរជង្គង់លេងឈឺចាលេបអស់តែមកប្រទេសប៉ុន្តែជង្គង់អត់ឈឺជង្គង់លេងឈឺលេងអីដើររត់ជន់ខោអាវទៅធន់អូគាត់អាវអីណាចាក៏មិនគាត់បានទេគួយគក់នឹងឈឺជង្គង់គួយងើបអត់រួចទៅជាប់ជង្គង់ឡើងតែនេះបងតែគង់ដែលបងលន់លឺអីហ្នឹងមិនដែរឥឡូវហ្នឹងឥឡូវលេងលន់លេងឈឺលេងអីទាំងអស់ហើយលេងហើមទៀតក៏មិនហើមឲ្យឈឺលន់ឲ្យដល់ពេលឥឡូវខ្ញុំលេបអស់តែមកប្រទេសខ្ញុំលេងឈឺជង្គង់ខ្ញុំគក់កៅអៅជន់កៅអៅទាំងធន់មួយថ្ងៃអូដល់ពេលឥឡូវលេងឈឺលេងអីលេងឆ្ពឹកក៏ជាទៅជួយចកេះហ៎បងចកេះក៏លេងឈឺឆ្អឹងខ្នងក៏លេងឈឺហើយចុងដៃចុងជើងក៏លេងឆ្ពឹកជង្គង់ក៏លេងឈឺដឹងដៃដឹងហើយខ្ញុំគេងលក់ជ្រួលមកយប់ទើសភ្លឺខ្ញុំលេង
បាក់គេ យកបងមានកម្លាំងមានកំហែងជាងមុនណា ខ្ញុំមានកម្លាំងខ្ញុំលេងពាក្យថាដេកអត់លក់ហ្នឹងខ្ញុំបែរជាដេកលក់វិញលក់មកយប់ទៅព្រឺភ្ញាក់ឡើងមានកម្លាំងធ្វើការជន់កៅអៅអីទៀតខ្លាំងបកែមែន គឺថាបងឈឺចកាឈឺអីនោះមិនដែរមកឥឡូវនេះ លែងឈឺហើយ មកថាបងអាសាបត់ជើងតូចញឹកញាប់អីហ្នឹងក៏មិនដែរ លែងហើយលែងបត់ជើងទៅមកយប់ហ្នឹងជើងនោមតែម្ដងឯង នោះតែម្ដងបាត់ពីមុនប៉ុន្មានដង កាលមុនមកយប់ហ្នឹងជួងទៅ4 ដង 5 ដងចឹងហ៎ អូអត់បានសម្រាប់នេះចា អត់ទេមកយប់ដឹងថាយកទៅចាក់ឲ្យយកមកថោមកទៀតអត់បានគេទេ ជួបបងថានេះជាតិស្ករបងឡើងដល់300 400ហ្នឹងឥឡូវនេះសល់ប៉ុន្មានដែរឥឡូវហ្នឹង នៅសល់ថា100ជាងតិចតួចទេស ល់100ជាងតិចតួចយ៉ាងបានទៅពិនិត្យបានអីដែរឈាមមើលអីដែរណាសប្បាយចិត្តទេបង សប្បាយចិត្តដល់លោកគ្រូអើយខ្ញុំសប្បាយចិត្តណាស់ខ្ញុំបានជាខ្ញុំបានគេងលក់ខ្ញុំបានមានកម្លាំងខ្ញុំសប្បាយចិត្តថាជាបាយថ្ងៃនិយាយរួមថាឲ្យគេសួរថាទីហោកាត់តិចគេសួរថាចុះផាថ្ងៃឥឡូវយ៉ាងដើរយ៉ាងលឿនណាបងអើយខ្ញុំលេបថ្នាំវីហូបហ្នឹងឥឡូវខ្ញុំជាជង្គង់ខ្ញុំលែងឈឺហើយចាថ្ងៃដល់ទិញឯណាគេថាអញ្ចឹងណា បាទ តែទិញអីរបស់ខ្ញុំអូសតាមទូរស័ព្ទឃើញខ្ញុំចេះតែទិញទៅខ្ញុំសាកមើលដែរហ្នឹងដល់ពេលសាកទៅខ្ញុំអត់តាមមកប្រទេសខ្ញុំជាដល់ពេលខ្ញុំជាឥឡូវខ្ញុំមានកម្លាំងលែងអីខ្ញុំជាហើយបាទកុហកទេ អត់កុហកទេលោកគ្រូអត់កុហកទេខ្ញុំនិយាយការពិត បាទពិបាកបងអីផង អត់ទេខ្ញុំនិយាយការពិតមែន អត់តាមមកប្រទេសឬមិនគួរឲ្យជឿ អស់តាមមកប្រទេសខ្ញុំហូបអស់មកប្រទេសខ្ញុំគេងលក់ជ្រួលខ្ញុំហូបបាយបានខ្ញុំលែងឈឺខ្ញុំធ្វើការបានវឹងលែងឈឺហើយខ្ញុំជាហើយ ហ្នឹងហើយបង ចាខ្ញុំហូបអស់តាមមកផ្ទះជាដល់ពេលនេះខ្ញុំចេះតែរំហូបអស់មកផ្ទះឈុតទូចហ្នឹងទៅ បាទ ឥឡូវជាហើយ ជាកម្លាំងកំហែងអីស្ពឹកអីលេងដឹងដៃដឹងជើងលេងចាប់ដើមបាត់អស់ហ่ะ ជាអស់ហើយ ចកេះឆ្អឹងខ្នងធ្លាប់ឈឺធ្លាប់ចុករយអីហ្នឹងក៏បាត់ដែរ គួយអត់កើតឆ្អឹងខ្នងធ្លាប់គេងទៅឈឺហើយចម្រានអត់ដែរលោកឥឡូវខ្ញុំចម្រានលក់ខ្ញុំលែងឈឺចកេះខ្ញុំលែងឈឺឆ្អឹងខ្នងខ្ញុំលែងឆ្ពឹកដៃចុងជើងខ្ញុំលែងឈឺជង្គង់ខ្ញុំមានកម្លាំងវិញហើយជាតិឆ្កក៏ចុះនៅតាម100ឬ100ជាងតិចតួចទេចាកាលពីមុនជាតិឆ្កខ្ញុំឡើង400ជាងតែបែបទាន់ហូបវីហូប បាទភ្នែកអីឥឡូវមិនដែរបង ភ្នែកក៏ជាវាំងភ្នែកភ្លឺជាងមុនដែរកាលពីមុនជាវាំងភ្នែកមើលអត់ឃើញទេ បាទ ភ្នែកហ្នឹងព្រិលកាលពីខ្ញុំលើជាតិឆ្កខ្ញុំពិបាកក្នុងខ្លួនណាស់ឥឡូវខ្ញុំលែងអីហើយ បាទលែងអសេះសោះដូចមុន ចាលែងខ្ញុំជីហើយ អញ្ចឹងបងហើយអ្វីដែលបងចែកម្លែកក្រុមហ៊ុនមានសុកប៉ាន់បងជួលបងឲ្យនិយាយល្អពីក្រុមហ៊ុនឬក៏ផលិតផលឲ្យល្អទេឬក៏ជាការពិតទេសចិត្តដែលបងខ្លួនឯងជាអ្នកបានប្រើ អត់ទេអត់មានលោកគ្រូអ្នកគ្រូមកសោកប៉ាន់ខ្ញុំទេអត់ទេព្រោះអីខ្ញុំទិញលេបខ្លួនឯងពិតអត់មានលោកគ្រូអ្នកគ្រូណាមកសោកប៉ាន់ឲ្យខ្ញុំនិយាយរឿងវីហូបនេះទេអត់ទេ បាទទិញលុយអស់លុយពិត ទិញអស់លុយពិតខ្លួនឯងពិតអត់មានលោកគ្រូអ្នកគ្រូមកសោកថាទិញយកលុយទៅខ្ញុំជំភាសយកលុយទៅទិញស្នាប់អត់ទេអត់មែន បាទ ខ្ញុំចិត្តខ្លួនឯងលុយខ្លួនឯងទៅទិញឲ្យលោកគ្រូអត់មានដាក់សោកប៉ាន់ខ្ញុំទេអត់ទេចាំមែនឥឡូវខ្ញុំជាហើយ បាទហើយជាចុងក្រោយបងមានពាក្យពេចន៍អីចង់ផ្ដាំផ្ញើជូនដល់បងប្អូនឬក៏អ្នកដែលបានមើលវីដេអូមួយនេះបង ខ្ញុំសូមផ្ដែផ្ដាំដល់បងប្អូនណាដែលមានអាការៈជំងឺដូចខ្ញុំសូមអញ្ជើញទិញវីហូបនេះចោះមិនខុសបំណងទេ បាទ ព្រោះអីថ្នាំឲ្យបកែមែនខ្ញុំជំងឺខ្ញុំលើសជាតិឆ្ក400ជាងចុកដៃចុកជើងឆ្ពឹកដៃឆ្ពឹកជើងឈឺចកេះឈឺឆ្អឹងខ្នងខ្ញុំគេងអត់លក់ឥឡូវខ្ញុំហូបអានេះវីហូបនេះខ្ញុំទិញជាឈុតតូចខ្ញុំហូបអស់តែមកផ្ទះខ្ញុំបានផលដល់ពេលឥឡូវខ្ញុំហូបអស់អាប្រទេសបាទឈុតទូចហ្នឹងទៅឥឡូវបានជាដាច់ហើយ ជាដាច់ ចាជាដាច់ហើយបងប្អូនសូមអញ្ជើញទិញចោះអត់ខុសបំណងទេឆ្នាំគេបកែណាស់ បាទ ចា គេថាវីហូបជា វីហូបជាមែនណាវីហូបជាមែន បាទ បកែណាស់តាមនេះ បាទបាទអញ្ចឹងសម្រាប់វីដេអូមួយនេះបងអូនអាចយកទៅធ្វើការផ្សព្វផ្សាយផុសអីបន្តអីទៀតបានដែរទេបង ចាអីទេលោកគ្រូ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអ្នកដែលគាត់បានមានវីដេអូឬក៏អ្នកដែលគាត់មើលឃើញវីដេអូហ្នឹងគាត់មានអាការៈស្តៀងហ្នឹងគាត់បានឃើញបានស្គាល់ ចា បាទហើយគាត់អាចមានទំនុកចិត្តបន្ថែមទៀតដើម្បីបាទជាវយកទៅដោះស្រាយបញ្ហាដែលគាត់កំពុងតែពិបាកបានទេណាបងណា ចាអត់អីទេលោកគ្រូជាផ្សាយចាឲ្យបងប្អូនយើងជាទាំងអស់គ្នា បងប្អូនដែលលើសជាតិឆ្កដូចខ្ញុំនឹងឆ្ពឹកដៃឆ្ពឹកជើងដូចខ្ញុំនឹងយកទៅផ្សព្វផ្សាយចោះ
បានជាទាំងអស់គ្នាជ្រួលខ្លួនទាំងអស់គ្នាហើយ